ហើយកំពុងអង្គុយឆ្ងល់នេះចម្រើនជាតិមុនកូនខ្មែរតែដឹងបានញ៉ាំមុខម្ហូបខ្មែរមុខណាក៏ឆ្ងាញ់មុខណាក៏ចូលចិត្តនេះហើយទម្លាប់របស់គាត់មួយទៀតនោះឲ្យតែថាញ៉ាំមុខម្ហូបណាឆ្ងាញ់ដឹងតែសួរនាំខ្ញុំថាអូម្ហូបនឹងឈ្មោះអីដើម្បីគាត់ថតទុកនៅក្នុងទូរស័ព្ទចឹងណាម្ហូបឆ្ងាញ់ថតពីយកដូចជាហាក់ចាំក្បាលបងប្អូនស្ដាប់អ្វីដែលគាត់និយាយយល់អត់គាត់ចង់និយាយថាម្ហូបណាដែលឆ្ងាញ់គាត់នឹងថតទុកហើយចង់ចាំនៅក្នុងខួរក្បាលរបស់គាត់អញ្ចឹងណានៅជាមួយចម្រើនពេលខ្លះហត់នឹងអានិយាយភាសាខ្មែរហ្នឹងបកទៅជាភាសាខ្មែរហ្នឹងតើតែបងប្អូនអ្នកទស្សនាភាគច្រើនគាត់បាននិយាយថាចូលចិត្តចម្រើនពេលនិយាយខ្មែរគាត់និយាយខ្មែរបរោះអញ្ចឹងណាតែខ្ញុំក៏គិតដូចបងប្អូនដែរពេលដែលចម្រើននិយាយខ្មែរគឺថាគួរឲ្យស្រឡាញ់មែនតើដល់ពេលគាត់ធ្វើទឹកមុខកមិចកម្មើមទីបងប្អូនគឺថាអស់សំណើចនឹងគាត់តែម្ដងហើយថ្ងៃនេះផងដែរខ្ញុំមកធ្វើមុខម្ហូបមុខទៀតឲ្យចម្រើនបានញ៉ាំហើយមានឈ្មោះថាឆាឆ្អឹងជំនីជូរអែមជាមួយនឹងបន្លែបងប្អូនហើយម្ហូបមួយមុខនេះគាត់ចូលចិត្តណាបងប្អូនអើយគ្រាន់តែញ៉ាំភ្លាមគាត់សួរថាមុខម្ហូបនឹងឈ្មោះអីទាញទូរស័ព្ទដៃមកថតយកហ្មងព្រោះទម្លាប់របស់ចម្រើនឲ្យតែញ៉ាំមុខម្ហូបខ្មែរណាឆ្ងាញ់ដឹងតែសួរខ្ញុំថាអូមុខម្ហូបនឹងឈ្មោះអីដើម្បីគាត់ថតសេវក្នុងទូរស័ព្ទចឹងណាបងប្អូនគាត់ធ្វើអញ្ចឹងឆ្លាតបងប្អូនពេលដែលគាត់នឹកឃើញឃ្លានមុខម្ហូបនឹងពេលក្រោយដឹងតែកំងខ្ញុំធ្វើឲ្យនិយាយចោះនិយាយឡើងម្ហូបរបស់យើងឆ្អិនតែបានចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់ការញ៉ាំរបស់យើងតែម្ដងបងប្អូនណាសាក់មួយសាំងភ្លូឆ្ងាញ់បន្លែឆ្ងាញ់តែញ៉ាំបន្លែច្រើនអូខេហើយទុកឲ្យបងមើលញ៉ាញ់ណាតែចង់ជំនាញដុំកាន់ខំតិចពេលខំដុំកាន់ចង់និយាយថាឆ្អឹងជំនីវាពិបាកក្នុងការតាពីណាមិនបាច់តាពីទេលេបយកហ្មងទៅអត់ទេពេលជួបពីបាតែរសជាតិរបស់វាឆ្ងាញ់ណាជួយអាមឆ្ងាញ់បងប្អូនមើលតែពណ៌មហោរបស់គេទៅនេះបាទដឹងថារសជាតិរបស់វាគឺថាអែមតែមួងអត់និយាយលីសាយទេមកឆ្ងាញ់ថតពីយកដូចជាហាក់ចាំក្បាលគាត់ចង់និយាយថាពេលដែលគាត់ញ៉ាំម្ហូបឆ្ងាញ់គាត់នឹងថតរូបម្ហូបនឹងទុកហើយគាត់សរសេរឈ្មោះទុកអញ្ចឹងណាបងប្អូនដើម្បីដែលថាពេលលើកក្រោយគាត់ចង់ញ៉ាំអីចឹងទៅគាត់ប្រាប់អីចឹងណាតែភាសាខ្មែររបស់គាត់ហ្នឹងដល់កយបាទបងប្អូនស្ដាប់ទៅថាងឹតមុខឈឹងហ្មងដូចចម្រើនញ៉ាំឆ្អឹងជំនីជ្រូកខ្ចីទៅពិបាកតាពីណាជុំមកញ៉ាំថាมันពិបាកតាពីញ៉ាំឆ្ងាញ់ដូចបងម៉ៅណាមកជួយជាងនេះបងប្អូនចម្រើនគាត់ញ៉ាំទាំងអស់ឆ្អឹងហ្នឹងបងណាអស់ពីចាលីងឆ្ងាញ់ដល់លិតដៃមិនធម្មតាទេវីដេអូនេះផងដែរឧបត្ថម្ភជាមួយនឹងសម្លេងជូតមុខជំរុះកោសិការបស់ក្រុមហ៊ុន Mac EE សម្រាប់បងប្អូនបរិសុទ្ធនារីដែលគាត់កំពុងតែមានបញ្ហាស្បែកមុខដូចជាស្រអាប់ខ្វះជាតិទឹកខ្វះសំណើមកោសិកាចាស់ច្រើននៅលើស្បែកមុខបងប្អូនមិនដែលបាត់ជំរុះមួយវិញទៀតសម្រាប់បងប្អូនដែលគាត់មានបញ្ហាស្បែកមុខដូចជាមុនសាច់មុនកាមុនក្បាលខ្មៅស្លាកស្នាមសល់ពីការញិចមុនច្រើនប្រើផលិតផល Skin Care យូរមកហើយប៉ុន្តែមិនសូវបានប្រសិទ្ធភាពបងប្អូនកុំភ្លេចប្រើជាមួយនឹងសម្លេងជំរុះកោសិកានេះណាពីព្រោះថាវាជួយបំបត្តិក៏ដូចជាកាត់បន្ថយរាល់បញ្ហាទាំងអស់ហ្នឹងបានយ៉ាងមានប្រសិទ្ធភាពសម្លេងជំរុះកោសិកាមួយនេះយើងមិនត្រឹមតែប្រើបានទៅលើមុខទេបងប្អូនសម្រាប់បងប្អូនបរិសុទ្ធនារីដែលគាត់មានមុនទ្រូងមុនខ្នងអីក៏យើងប្រើបានដែរជួយកាត់បន្ថយរាល់បញ្ហាមុនទ្រូងមុនខ្នងបានយ៉ាងមានប្រសិទ្ធភាពអញ្ចឹងបើសិនតែបងប្អូនជាក្នុងឥឡូវនេះតម្លៃពិសេសជូនបងប្អូនតែម្ដងមួយកំប៉ុងមាន70សន្លឹកតម្លៃ 25,000 វ៉ុនថែមជូនជាមួយនឹងថ្នាំចិនសិនខ្មែរមួយដបផងដែរព័ត៌មានបន្ថែមឆាតជប៉ុនណាអរគុណ